មានប្រនាមអន្តរកុមារបានមកសិក្សាតាមរដ្ឋជាការជាមួយនឹងតាព្រះមនីអេសីក្លិតអំពីទឹកដីបរិយនគរមកអូមើលចោះរុក្ខជាតិនិងទេសភាពនៅតាមដងភ្នំរួមផ្សំជាមួយនឹងសម្លេងបាក់សៃបាក់សាស្រែកយំត្រហឹងអង្គងតែម្ដងហើយឃ្លៀតកាយឆ្ងាយចិត្តណាគិតដល់បៃតាមិនឃ្លៀតឆ្ងាយហើយណាឃ្លៀតទីនៅឆ្ងាយចិត្តណាគិតនឹកដល់បៃតាបាត់ណាឃ្លៀតឆ្ងាយណាឃ្លៀតមានតារត់ខ្នំបីមកញ៉ាខ្លួនសិក្សារស់ណានៅក្នុង